ដឹងអត់ថាពេលខ្លះយើងខ្លាចទៅជាមនុស្សប្រភេទ flutter friend effect ដែលអត់ដឹងខ្លួនទេអីគេទៅជា flutter friend effect flutter friend effect គឺជាប្រភេទឬក៏ក្រុមមនុស្សដែលអាចដើរចុះជាមួយនឹងគេហ្នឹងគ្រប់គ្នាឬក៏គ្រប់ក្រុមហើយយើងគឺមិនមែនជា best friend ឬក៏មិត្តជិតស្និទ្ធរបស់នរណាម្នាក់នៅក្នុងក្រុមនោះទេគេងាយស្ដាប់គឺមិត្តភក្តិបងគ្រប់ជាមិត្តភក្តិរបស់គេមែនប៉ុន្តែយើងមិនមែនជាមនុស្សសំខាន់នៅក្នុងក្រុមទេឧទាហរណ៍ថានៅពេលមានរឿងអីមួយតោះតែយើងហ្នឹងសួរគេថាមានរឿងអីកើតឡើងមែនតាសមាជិកម្នាក់ៗនៅក្នុងក្រុមហ្នឹងគឺមានតែគេហ្នឹងបានប្រាប់យើងទេហើយករណីហ្នឹងដែរគឺស្រដៀងទៅនឹងវីដេអូមួយដែលខ្ញុំនិយាយតាក់ទងជាមួយនឹង being left out មានន័យថាយើងហ្នឹងគឺជាមិត្តភក្តិនៃចំណែកលើសហើយពេលខ្លះទៀតបខំចិត្តសើចជាមួយគេហ្នឹងតែអត់ដឹងរឿងទៀតសិនជាមានបញ្ហាអីមួយក៏អត់ដឹងត្រូវប្រាប់ណាគេដែរដោយសារតែយើងហ្នឹងគឺអត់មានចិត្តស្និទ្ធជាមួយនរណាម្នាក់នៅក្នុងក្រុមរបស់យើងនោះទេពីរួមមកយើងគឺជាមិត្តភក្តិបង្គ្រប់នៅក្នុងក្រុមលះបង់គ្រប់យ៉ាងដើម្បីសមាជិកនៅក្នុងក្រុមទាំងអស់ប៉ុន្តែយើងត្រូវបានគេមើលរំលងទៅស្ថានភាពបែបហ្នឹងគឺអត់គួរអន់ចិត្តទេពេលខ្លះវាសនាក៏ចង់ដឹងថាយើងហ្នឹងរឹងមាំគ្រប់គ្រាន់ដើម្បីដើរម្នាក់ឯងឬក៏អត់យើងរឹងមាំគ្រប់គ្រាន់ហើយដើរម្នាក់ឯងក៏អត់អីដែរហើយណាមួយគឺអត់សូវញ៉ៃញ៉ៃដោយដើរជាក្រុមទៀតផង